ដំណើរកម្សាន្តរយៈពេល3យប់4ថ្ងៃទៅកាន់ប្រទេសវៀតណាមជាលើកទី1សម្រាប់នាងខ្ញុំការធ្វើដំណើរនេះដែរគឺខ្ញុំទៅទីក្រុងហូជីមីញ សៃហ្គនហើយសម្រាប់ការចេញដំណើរគឺនាងខ្ញុំចេញដំណើរតាមជើងយន្តហោះហើយចំពោះការហោះហើរនេះដែរគឺខ្ញុំទៅចន្លោះម៉ោង3 4អញ្ចឹងពេលខ្ញុំទៅដល់ខ្ញុំចូល check in នៅអូតែលដែលខ្ញុំគេងនេះនិយាយទៅអូតែលដែលខ្ញុំគេងនេះនៅក្បែរក្រុងតែម្ដងហើយយប់ឡើងខ្ញុំទៅ Walking Street នេះនិយាយទៅគឺដើរមើល ភ្លើងពណ៌ពេលរាត្រីអញ្ចឹងណានាងទាំងអស់គ្នាមានការច្រៀងរាំហើយសម្រាប់ Walking Street ដែលខ្ញុំទៅហ្នឹងគឺនៅក្បែរអូតែលដែលខ្ញុំគេងហ្នឹងតែម្ដងហើយយប់ឡើងនេះខ្ញុំមកទិញនំប៉័ងអង្គុយញ៉ាំនៅមុខសួនអញ្ចឹងណាដោយសារតែអូតែលខ្ញុំគេងហ្នឹងគឺនៅមុខសួនហើយបន្ទាប់មកទៀតនេះថ្ងៃទី2ព្រលឹមឡើងនោះគឺខ្ញុំមកហូបមកបងប្អូនទាំងអស់គ្នានិយាយទៅព្រលឹមឡើងថ្ងៃទី2នេះគឺមេឃភ្លៀងរហូតដល់លឹមរហូតហើយបន្ទាប់មកទៀតខ្ញុំទៅផ្សារ Central Market នេះនិយាយទៅផ្សារ Central Market នេះក៏នៅក្បែរនឹងអូតែលដែលខ្ញុំគេងនឹងដែរគ្រាន់តែដើរមកបន្តិចទៅដល់ហើយនេះផ្សារគេនៅក្រោមដីអញ្ចឹងណាហើយសម្រាប់ផ្សារនឹងដែរពេលដែលខ្ញុំមកហ្នឹងគឺអត់សូវឃើញមានមនុស្សទេណាទាំងអស់គ្នាព្រោះអីខ្ញុំទៅរៀងម៉ោង9នេះដែរហើយណាមួយថ្ងៃហ្នឹងគឺភ្លៀងទៀតភ្លៀងឲ្យលឹមរហូតអញ្ចឹងអត់សូវឃើញមានមនុស្សទេហើយនៅក្នុងផ្សារហ្នឹងគឺមានលក់ខោអាវមានអីខោអាវគេស្អាតៗហើយមានលក់របស់ញ៉ាំមានគ្រប់មុខតែម្ដងនេះអ្នកទាំងអស់គ្នានិយាយទៅមានគ្រប់មុខតែខ្ញុំដូចជាដើរយូរដែរតែដូចអត់ត្រូវសោះដូចបានតែមើលអញ្ចឹងណានិយាយទៅអត់សូវស្រឡាញ់ហើយក៏បានថតរូប1ប៉ុស្តិ៍2ប៉ុស្តិ៍អីអញ្ចឹងទៅអ្នកទាំងអស់គ្នាបាន selfie អញ្ចឹងណាហើយបន្ទាប់ពីនឹងមកទៀតមកថ្ងៃទី2នឹងដែរគឺខ្ញុំបានទៅផ្សារបន្ថែងនេះនិយាយទៅផ្សារហ្នឹងដើរមក1គីឡូដីប្រហែលកន្លែងពីគេងខ្ញុំអញ្ចឹងណាហើយនៅផ្សារហ្នឹងគឺភាគច្រើនគេលក់តែប្រភេទអីវ៉ាន់ local អញ្ចឹងណាលក្ខណៈអីវ៉ាន់ក្នុងស្រុកហើយក៏ខ្ញុំបានមកទិញកាហ្វេនៅកន្លែងកូនស្រីនេះនិយាយទៅគឺខ្ជូតហ្មងអ្នកលក់នេះចេះខ្មែរទៀតអញ្ចឹងខ្ញុំមកទិញកាហ្វេទាំងអស់គួរសមដែរហ្នឹងណាបងប្អូនទាំងអស់គ្នានិយាយទៅបន្ទាប់មកទៀតខ្ញុំទៅផ្សារ Saigon Square Saigon Square នេះខ្ញុំថតពីក្រោមដោយសារតែមេឃភ្លៀងអញ្ចឹងខ្ញុំអត់អាចថត logo ពីខាងមុខឲ្យអ្នកទាំងអស់គ្នាមើលនិយាយទៅផ្សារហ្នឹងគឺគេមានលក់អីវ៉ាន់គ្រប់ប្រភេទមានស្បែកជើងមានកាវបមានគ្រឿងអលង្ការដើរចុះដើរឡើងហើយក៏មកកន្លែងទៀតមកកន្លែងទៀតនេះគឺនឹងទល់មុខ Saigon Square ហ្នឹងគឺ Saigon Center ជាផ្សារទំនើបដូចផ្សារទំនើប Aeon អញ្ចឹងណាអ្នកទាំងអស់គ្នាមានលក់អីវ៉ាន់ brand គ្រប់មុខជាច្រើននៅក្នុងហ្នឹងហើយអ្នកទាំងអស់គ្នាអាច shopping បាននិយាយទៅលក្ខណៈ shopping បានមកស្រឡាញ់មកសេរីតែម្ដងនេះអ្នកទាំងអស់គ្នាមានគ្រប់មុខមានខោអាវសម្លៀកបំពាក់អីហ្នឹងចានឆ្នាំងគ្រប់ប្រភេទគ្រប់មុខគ្រប់ទំនិញទាំងអស់ឲ្យតែ brand នៅក្នុងខ្មែរមាននៅនេះក៏មានដូចគ្នាដែរអ្នកទាំងអស់គ្នាហើយនិយាយទៅច្រើនមែនតែនទំនិញរបស់គេនៅហ្នឹងហើយបន្ទាប់មកទៀតនាងខ្ញុំធ្វើដំណើរទៅកាន់អគារចាស់ដែលជាប់នៅផ្សារ The New Playground ណាដោយសារខ្ញុំបានថត The New Playground នេះអ្នកនរគ្នាព្រោះទៅដល់មេឃភ្លៀងទៅក៏ខ្ញុំឡើងមកអគារចាស់ដែលគេលក់សម្លៀកបំពាក់កាហ្វេអីនៅហ្នឹងគឺខ្ញុំទិញបាននេះ brand នេះមួយហើយបន្ទាប់មកទៀតខ្ញុំចូលផឹកភេសជ្ជៈនៅក្បែរនឹងហាងលក់ខោអាវហ្នឹងហើយបន្តមកទៀតសកម្មភាពពេលល្ងាចថ្ងៃទី2នឹងដដែលអ្នកទាំងអស់គ្នានេះខ្ញុំទៅ street food មកកន្លែងនិយាយទៅ street food នេះគឺមានមុខម្ហូបច្រើនមុខមែនទែននិយាយទៅរៀបរាប់អត់អស់ទេអ្នកនរគ្នានិយាយទៅអ្នកនរគ្នាចង់ហៅអីហៅនឹងបានមកស្រឡាញ់ពេញចិត្តតែម្ដងនេះវាច្រើនមុខពេកអញ្ចឹងណាហើយថ្ងៃនឹងដែរខ្ញុំក៏បានញ៉ាំ barbecue អញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៀតខ្ញុំមកទិញសាច់គោអាំងនំប៉័ងនេះកន្លែងអ៊ុំហ្នឹងគាត់ចេះខ្មែរហើយនឹងវៀតណាមអញ្ចឹងណាអ្នកនរគ្នានិយាយទៅសាច់នំប៉័ងសាច់គោអាំងគាត់នឹងឆ្ងាញ់ហើយបន្ទាប់មកទៀតខ្ញុំទិញបាញ់ត្រាំងមកផ្ទះនិយាយទៅចូលចិត្តដែរអ្នកនរគ្នាបាញ់ត្រាំងនេះឆ្ងាញ់មែនតើអ្នកនរគ្នាខ្ញុំចូលចិត្តហើយខ្ចប់មកផ្ទះអញ្ចឹងណាអ្នកនរគ្នានិយាយទៅមុខម្ហូបគេនៅហ្នឹងអូយមានច្រើនមុខមែនតើរាប់សិបមុខនិយាយទៅអត់ចង់តែញ៉ាំទាំងអស់ហ្មងអ្នកនរគ្នាឆ្ងាញ់ពេកអញ្ចឹងណាហើយសម្រាប់ថ្ងៃទី3នេះដែរគឺពេលព្រឹកឡើងគឺនាងខ្ញុំមកនេះអ្នកនរគ្នាគឺ Saigon Port Office ហ្នឹងនិយាយទៅនៅចំកណ្ដាលទីក្រុងតែម្ដងហើយដែលភ្ញៀវនៅក្នុងប្រទេសវៀតណាមឬក៏ភ្ញៀវអន្តរជាតិអីគឺគាត់តែងតែមកនៅកន្លែងនេះហើយគាត់ថតរូបគាត់ទិញវត្ថុអនុស្សាវរីយ៍មានលក់ច្រើនអ្នកទាំងអស់គ្នាហើយនាងខ្ញុំបានដើរមើលអឺវត្ថុអនុស្សាវរីយ៍នឹងមានអីខ្លះមានអីខ្លះអញ្ចឹងណាអ្នកនរគ្នានិយាយទៅនេះខ្ញុំរៀបរាប់អត់អស់ទេខ្ញុំចូលទិញអញ្ចឹងតែម្ដងនេះគេមានរូបគំនូររូបអីអញ្ចឹងតំណាងឲ្យប្រទេសគេអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយស្អាតមែនតើហើយខ្ញុំទិញបានខ្លះៗនិយាយទៅស្រឡាញ់ម៉ូតណាទិញម៉ូតហ្នឹងអញ្ចឹងទៅហើយសម្រាប់កន្លែងលក់វត្ថុអនុស្សាវរីយ៍នឹងដែរអ្នកទាំងអស់គ្នាមិនមែនមានតែនៅខាងក្រោមហ្នឹងឯណាអ្នកទាំងអស់គ្នាដើរឡើងទៅមួយជាន់ទៀតទៅឆ្វេងស្ដាំគឺមានទាំងអស់អ្នកទាំងអស់គ្នាចង់បានម៉ូតអីក៏បានមានខ្សែដៃមានខ្សែអង្កាំអីទៀតអញ្ចឹងទៅក៏ខ្ញុំដាក់អត់អស់អញ្ចឹងណាអញ្ចឹងឥឡូវនេះក៏សុំមក selfie មួយសិនអ្នកទាំងអស់គ្នាហ្នឹងហើយហើយនៅក្បែរនេះដែរគឺ
City Book Street ហ្នឹងអ្នកទាំងអស់គ្នាហ្នឹងហើយនឹងខ្ញុំចូលនៅហ្នឹងដែរនិយាយទៅនៅក្បែរនឹងSaigon Port Office ហ្នឹងតែម្ដងដែលភ្ញៀវទេសចរជាតិអន្តរជាតិអីគឺគាត់ចូលចិត្តមកថតរូបនៅហ្នឹងមែនតើអ្នកនរគ្នានៅហ្នឹងក៏ស្អាតថតស្អាតហើយបន្តមកទៀតនាងខ្ញុំចូលមកទៅ Box Market ហ្នឹងគឺបានទិញសម្លៀកបំពាក់មួយចំនួនហើយបន្តមកទៀតថ្ងៃទី4គឺនាងខ្ញុំមិនដើរទៅណាទេគឺត្រឡប់មកកាន់ប្រទេសកំណើតរបស់ខ្លួនវិញ